ពួកយើងទាំងអស់គ្នាគឺតែងតែរិះគន់ឌៀមដាម iPhone ដែលប្រើអេក្រង់ 60Hz មិនថាខ្ញុំមិនថាបងប្អូននិយាយទៅភាគច្រើនឲ្យតែខាងអ្នកមើល YouTube វីដេអូខាង Tech Nerd គេចង់និយាយអញ្ចឹងបងយើងមិនថាបរទេសមិនថាខ្មែរយើងទេគឺដឹងថា 60Hz is suck ប៉ុន្តែអាសាក់នឹងវាលក់ដាច់ជាងគេបាទនេះគឺជាលទ្ធផលចេញពី website នេះគេធ្វើការដីកាបងយើងហ្នឹងហើយនឹង website ហ្នឹងគឺយើងអាចទុកចិត្តបានហើយបងប្អូនយើងអាច Google ខ្លួនឯងទៅណាឥឡូវ AI ផងបងប្អូនយើងហ្នឹងហើយអញ្ចឹងឆ្នាំ2015នេះ first quarter នេះ quarter 1នេះបងប្អូនយើងបាទអញ្ចឹងឆ្នាំ2025មិនមែន15ទេអធិស្ឋានផងទូរស័ព្ទដែលលក់ដាច់ជាងគេគឺមាន iPhone 16 60Hz 60Hz អាហ្នឹងបងប្អូនយើងបន្ទាប់ពី iPhone 16មកគឺមាន iPhone 16 Pro Max នេះម៉ាស៊ីនខ្ញុំប្រើឥឡូវហ្នឹងបងប្អូនយើងពិបាករកទិញណាបងប្អូនយើងបាទបើថាវាចេញដំបងអីមានលុយ 1500 1600ក្នុងដៃក៏មិនប្រកាសថាទិញបានដែរធម្មតាទេណា iPhone 16 Pro ណាបន្ទាប់មក iPhone 15ហើយលេខ6បានចូលដល់ Samsung លេខ5 Galaxy A16 ណា Galaxy A05 Galaxy S25 Ultra ក៏ទទួលផ្កាយមួយផងដែរប៉ុន្តែនៅតែមិនអាចឈរក្នុងលំដាប់លេខ1អញ្ចឹងណាលោកបន្តិចជាង Apple នេះបងប្អូនយើងឃើញណាបាទ iPhone 16 Plus លោកបន្តិចជាងគេហ្នឹងហើយអានេះឆ្នាំ2025ហើយ2024នេះបងប្អូនណានេះបងប្អូនឃើញណា2024ហ្នឹងគឺយើងមាន iPhone 15 Pro Max ខ្ញុំមានមួយផងដែរកាលហ្នឹងក៏វាក់ទិញដែរបងប្អូនណាក៏លក់ដាច់សាហាវដែរ iPhone 15 Pro Max នេះនោះបាទលក់ iPhone 15ធម្មតានេះ 60Hz ដូចគ្នាក៏លក់ដាច់ធម្មតាដែរបងប្អូនយើងនិយាយទៅអា iPhone series នេះហ่ะអា 60Hz ហ្នឹងបងប្អូនយើងគេមើលងាយវាខ្លាំងប៉ុន្តែលក់ដាច់ជាងគេធម្មតាទេបងប្អូនមើលចុះណាឥឡូវយើងសាក់មើលណាbest selling smartphone best selling smartphone in 2024ណាបងប្អូនយើងបាទអញ្ចឹងដាក់ in the world ហ្មងទៅ in the world ហ្មងទៅណានេះ iPhone 15 60Hz បាទមិនណយទេបងប្អូនណាបាទ iPhone 15នេះ2014ហ្នឹងហើយអញ្ចឹងវាឈរលើតំណែង2014ណាក៏ iPhone 15ហ្នឹងពេល iPhone 16ក៏វា 60Hz នៅតែអញ្ចឹងណាហើយចង់ត្រឡប់ទៅក្រោយទៀតមែនបាទអញ្ចឹងឥឡូវយើងត្រឡប់ទៅក្រោយទៀតណាបងប្អូនយើងអានេះឆ្នាំ2000ប៉ុន្មានទេបងប្អូនយើងខ្ញុំសុំមើលសិន2024 2023នេះបងប្អូនយើង top global top 10 selling smartphone 2023អាហ្នឹងចុះទៅក្រោយទៀតណា iPhone 14ទៀត 60Hz ទៀតអាចចង់ដាច់បាយមែនតាសិតពួក 60Hz តែលក់ដាច់ជាងគេមែនហើយបើថាវាតម្លៃ$100 $200ដូច Samsung ខាងក្រោមវាមិនអីបងប្អូនយើង Samsung វាលក់ដាច់តែថាវាធូរថ្លៃបងប្អូនយើងពួកនេះពួក A14 ហ្នឹងគឺធូរថ្លៃហ្នឹងហើយពួកហ្នឹងគឺវាសេរីតម្លៃ100ជាង200ហ្នឹងឯងប៉ុន្តែ iPhone 14មិនមែនធូរថ្លៃណា7800បងប្អូនយើងបាទហើយ 60Hz ទេ spec វាហ្នឹងហើយវាលក់ដាច់ជាងគេហ្នឹងហើយអញ្ចឹង3ឆ្នាំហ្នឹងតកតុយគ្នាតែម្ដងណាហើយមកទល់ឆ្នាំ2025យ៉ាងនេះបាទបងប្អូនយើងដឹងតែ iPhone ណាទេនេះ2025យើងនេះហ្នឹងហើយមើលចុះ iPhone 16អា 60Hz ដដែលអើយបងប្អូនហើយពេលខ្លះឃើញគេមើលកុំមើលងាយគេមិនអញ្ចឹងណាមិនប្រកាសតែគេទៀបនឹងខ្សោយកម្លាំងទេចង់និយាយអញ្ចឹងគេមានកម្លាំងវាយឃើញគ្នា 60Hz មើលងាយចុយយ៉ាម្នាក់ iPhone 60Hz កាក់ចុយម៉ាយប៉ុន្តែម៉ែលក់ដាច់ទឹកភក់ដីបងប្អូនយើងអូខេប៉ុណ្្នឹងឯងបងប្អូនយើងបើអញ្ចឹងចុងក្រោយសម្រាប់បងប្អូនយើងដែលត្រូវការ iPhone 60Hz ណាឬក៏ 120Hz កុំភ្លេចតាក់ទងជាមួយនឹងហាងលក់ទូរស័ព្ទដៃគ្នាយើង link តាក់ទងនៅក្នុង description ខាងក្រោមជួបគ្នានៅឱកាសក្រោយបាយបាយ
បើសិនជាបងប្អូនយើងមានតម្រូវការ iPhone iPad ឬក៏ទូរស័ព្ទដៃ Android ផ្សេងៗបងប្អូនយើងអាចមកមើលបាននៅហាងលក់ទូរស័ព្ទដៃគ្នាយើងហាងលក់ទូរស័ព្ទដៃគ្នាយើង VIP ឬក៏ KY Store មានសេវាកម្មល្អៗមែនទែនតែម្ដងបងរំលោះវាយដូរទាំងមួយទឹកទាំងថ្មីហើយអីវ៉ាន់ក៏មានធានាល្អត្រឹមត្រូវចេញពីហាងផងដែរសម្រាប់បងប្អូនយើងមានតម្រូវការអាចតាក់ទងបានជាមួយនឹងហាងលក់ទូរស័ព្ទដៃគ្នាយើង VIP លីងតាក់ទងនៅក្នុង description ខាងក្រោម